នេះតស្លង់ចាំមើលសកម្មភាពពេលផ្សារហើយក្រោយកខ្ចៅស៊ីនវិញបងប្អូនបាទមិនសិនថ្ងៃមុនវាទ្រក់ខ្ចៅឥឡូវផ្សារហើយអស់ហើយយើងនៅក្រោតែញ៉ាំបានថតពេលក្រោឲ្យមើលទេព្រោះអត់មានអ្នកកាន់កាមេរ៉ាឲ្យថតតែម្នាក់ឯងស្លងឲ្យអែម៉ងលេងអីអត់ណែន